ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកឆ្លើយអំពី comment មួយដែលគាត់បានចា comment សួរនេះណាចាគាត់និយាយហ្នឹងគឺមិនខុសនោះទេចាសម្រាប់ការធ្វើកសលផលបុណ្យការធ្វើសេចក្តីល្អនោះគឺអាចជួយខ្សែវាសនារបស់យើងបានពិតមែនណាចាបានពិតមែនគ្រាន់តែថាគាត់សួរថាបើសិនជាគ្រាន់តែធ្វើបុណ្យចាគឺអាចកែប្រែបានទៅហើយតើមើលបាត់ដៃធ្វើអីនិយាយរួមទៅអាហ្នឹងគឺវាអត់មានអីដែលគួរតែឆ្ងល់ឲ្យចោទជាសំណួរទេចាវាអត់មានអីជាសំណួរទេព្រោះថាអានេះគ្រាន់តែគេមើលដើម្បីគេដឹងថាលើដៃគេមានកម្លាំងកម្មចាស់អីមានរឿងអីដែលត្រូវជួបណាបើរឿងថាយើងមិនចង់មើលក៏មិនចង់មើលក៏ចាអត់ទៅណាចាវាអត់មានអីជាបញ្ហាទេបើជាឧទាហរណ៍ទៅវាប្រៀបដូចជាមនុស្សយើងការធ្វើដំណើរមធ្យោបាយគឺមានដូចគ្នាមានដើរហើយនឹងជិះម៉ូតូអញ្ចឹងបើសិនជាយើងមិនចង់ទិញម៉ូតូជិះទេចាយើងដើរទៅណាមធ្យោបាយដើរបានដូចគ្នាណាអត់មានខុសអត់មានបញ្ហាទេតែបើសិនជាយើងចង់ដឹងថារសជាតិម៉ូតូហ្នឹងជិះទៅវាស្រួលយ៉ាងម៉េចវាតើវាលឿនយ៉ាងណាយ៉ាងណីវាជួយឲ្យមធ្យោបាយហ្នឹងវាលឿនជាងមុនឬក៏យ៉ាងណាអាហ្នឹងយើងទិញម៉ូតូជិះទៅអាហ្នឹងវាដូចគ្នាលើដៃដូចគ្នាបើសិនយើងមិនចង់ដឹងលើដំណើរជីវិតយើងទេយើងដឹងថាធ្វើបុណ្យនឹងបានល្អវាប្រកបណាប្រកបជាបានល្អតែអ្នកខ្លះគេមិនគិតអញ្ចឹងគេចង់ដឹងដំណើរជីវិតគេមានអីជួបអីព្រោះពេលខ្លះរឿងកម្មគឺវាឲ្យផលហើយគឺវាត្រូវតែឲ្យហើយក៏មើលមិនឃើញផងដែរកាលណាដែលបានមើលបានដឹងពីខ្សែជីវិតខ្លួនឯងក៏ងាយស្រួលចាដឹងមុនដើម្បីចាប្រយ័ត្នមុនណាចាអញ្ចឹងហើយបើមានពាក្យចាស់លោកពោលថាប្រហែសបាត់ប្រយ័ត្នគង់ប្រមាថលិចលង់នាំឲ្យអន្តរាយអញ្ចឹងគឺអាហ្នឹងគឺវាដូចគ្នាមានន័យថាគេចង់ដឹងចាដំណើរជីវិតមុនដើម្បីប្រុងប្រយ័ត្នមុនណាប្រុងប្រយ័ត្នមុនឲ្យដឹងថាមានអីចាធ្វើសេចក្តីល្អទប់ទៅតាមនឹងទៅណាចាហើយបើថាឲ្យថាមានក្បួនកាយវាសនាខ្ញុំបានប្រាប់ឲ្យគ្មានទេក្បួនដែលអាចកាយវាសនាបានគឺមិនមានតតែសោះប៉ុន្តែអាចធ្វើបុណ្យទប់បានណាចាគេហៅថាទប់ទៅវាអាចនឹងធូរស្រាលឬក៏អាចថាទប់នៅកម្លាំងកម្មហ្នឹងមិនឲ្យធ្ងន់ធ្ងរណាប៉ុន្តែដល់ថ្នាក់កាយទាំងស្រុងគឺមិនអាចដូចទេណាអាហ្នឹងប៉ុណ្ណឹងចោះឥឡូវយើងក៏លេចមកមើលដៃនេះម្ដងដៃរបស់គាត់នេះគឺមានកម្លាំងកម្មចាស់មួយចំនួនដូចគ្នាដែរណាដែលឲ្យផលចាំមើលខ្ញុំនឹងគូឲ្យមើលចានេះមើលណាចាទួលដៃរបស់គាត់ណាទួលពីរទន្ទឹមគ្នានេះទួលសុកជាមួយនឹងទួលអង្គាទៀបរបស់គាត់អត់ស្អាតទេអញ្ចឹងមានន័យថាការខិតខំប្រឹងប្រែងតស៊ូរបស់គាត់នឹងច្រើនតែចាបរាជ័យច្រើនតែអស់សង្ឃឹមមិនបានដោយបំណងប្រាថ្នាតែតែមានឧបសគ្គមករៀងរហូតចាអត់សូវរលូនទេណាចាហើយឧបសគ្គនឹងឃើញទេនេះខ្សែឧបសគ្គនឹងកាត់មកបែបហ្នឹងណាចាកាត់មកបែបហ្នឹងគឺមានន័យថាគាត់មានកម្លាំងកម្មចាស់នឹងឯងមើលទួលដែលខ្ញុំគូសទួលអាទិត្យជាមួយនឹងទួលសៅរបស់គាត់គឺកម្លាំងទួលអត់ល្អទេណាដែលធ្វើឲ្យគាត់នឹងមានឧបសគ្គផ្នែករកស៊ីនឹងឯងគឺខ្សែទេកាត់ចាធ្វើឲ្យគាត់បញ្ហាខាត់បងទៅលើរឿងរកស៊ីថែមទាំងមានខ្សែដែលត្រូវចាចាញ់ចិត្តចាញ់បោកគេទៅទៀតមើលកម្លាំងខ្សែចិត្តរបស់គាត់ណាចាអាហ្នឹងគឺបែបហ្នឹងអាហ្នឹងតើតើនឹងកម្លាំងកម្មចាស់ដូចគ្នាណាមិនមែនបានន័យថាគាត់រកស៊ីមិនចេះប្រយ័ត្នប្រយែងចាគិតគូរមិនបានប្រយ័ត្នប្រយែងទៅចាញ់បោកគេទេអានេះគឺវាជាកម្លាំងកម្មណាវាជាកម្លាំងកម្មមកពីកម្លាំងកម្មនឹងហើយដែលចាត់ឲ្យគាត់មើលឃើញទេខ្សែចិត្តរបស់គាត់ត្រង់ណាជាមនុស្សដែលមានភាពស្មោះត្រង់មានទំនួលខុសត្រូវហើយថែមទាំងខ្សែសតិបញ្ញារបស់គាត់នឹងជាមនុស្សដែលត្រង់ទៀតផងណាគិតធ្វើអីគិតលឿនធ្វើលឿនមនុស្សត្រង់ទុកចិត្តគេលឿនណាអាហ្នឹងក៏ជាកម្លាំងសម្ពាយបុណ្យចាស់របស់គាត់តិចណាមានកម្លាំងកម្មចាស់ច្រើនដែលចាត់ឲ្យគាត់កើតមកគឺមានបញ្ញាប៉ុណ្ណឹងមានសតិបញ្ញាប៉ុណ្ណឹងដែលងាយនឹងឲ្យគាត់នឹងទៅសងកម្មចាស់ជួបមនុស្សមិនល្អធ្វើឲ្យគាត់ខាត់បងចាញ់បោកគេអីចឹងទៅណានិយាយរួមទៅវាសិតតែជាកម្លាំងកម្មទាំងអស់កម្មជាអ្នកចាត់ចែងទាំងអស់អញ្ចឹងហើយបើគាត់ត្រូវការចង់មើលដៃថាគាត់នឹងមានកម្លាំងកម្មប៉ុណ្ណាគាត់នឹងវាជួបអីទៀតដំណើរជីវិតនឹងមិនក៏វាជូរចត់ម្លេះណែគាត់ចង់ដឹងអញ្ចឹងណាអញ្ចឹងយើងអាចបញ្ជាក់គាត់បាននេះឃើញទេមានកម្លាំងត្រូវបង្ហាញចានៅលើនឹងហើយយើងអាចប្រាប់គាត់ថាអាហ្នឹងមកពីកម្លាំងកម្មរបស់គាត់ឲ្យមនុស្សចិត្តទទួលចិត្តព្រមកាលណាដែលចិត្តទទួលចិត្តព្រមដឹងកម្លាំងកម្មហើយបច្ចុប្បន្នមនុស្សប្រឹងធ្វើបុណ្យហើយដោយសារតែមនុស្សមិនដឹងកម្លាំងកម្មមិនយល់ពីបុណ្យនឹងហើយបានជាគេហៅថាមនុស្សអ្នកទៅឋានសួគ៌នោះគឺដូចស្នែងគោហើយទៅឋាននរកដូចរោមគោអញ្ចឹងអាហ្នឹងរឿងមិនយល់បុណ្យមិនយល់កម្មនឹងឯងចាណាចាអញ្ចឹងគឺត្រូវតែធ្វើសេចក្តីល្អធ្វើបុណ្យឲ្យបានច្រើននឹងដោយសារតែគាត់នេះគេហៅថាចិត្តមួយរបស់គាត់គេហៅថាមានទំនួលខុសត្រូវហ្នឹងខ្សែចិត្តរបស់គាត់មានភាពស្មោះត្រង់មានទំនួលខុសត្រូវរបស់គាត់ហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងនៅវ័យចាស់ល្អប្រសើរវិញនេះណាចាខ្សែជីវិតគាត់ចេញមកក្រៅឃើញទេចាគឺល្អប្រសើរវ័យចាស់គាត់រុងរឿងដោយមិនហត់មិនលំបាកវិញមានតកូនល្អពឹងពាក់បានទៅទៀតចាណាចាហ្នឹងគឺបែបហ្នឹងចា